មានបេក្ខជនយើងមួយគឺគាត់ឃើញតទៅជាមួយនឹងការងារនៅ SC Visa ហ្នឹងវាច្រើនប្រភេទតាំងពីអូតាយ resort តាំងពីការងាររោងចក្រដល់ពេលអញ្ចឹងទៅគាត់ដឹងថាគួររើសមួយណាទេខ្ញុំចង់បញ្ជាក់តទៅជាមួយរឿងការងារនេះមួយណាក៏បានដែរអាស្រ័យតើលក្ខខណ្ឌរបស់អ្នកទាំងអស់គ្នាហ្នឹងគឺត្រូវជាមួយនឹងប្រភេទការងារមួយណាឧទាហរណ៍ជាក់ស្ដែងតទៅជាមួយនឹងការងារខាងអូតាយ resort ជាទូទៅច្រើនតែតម្រូវឲ្យបេក្ខជនហ្នឹងចេះភាសាអង់គ្លេសអាចប្រើប្រាស់ប្រចាំថ្ងៃបានព្រោះតទៅជាមួយនឹងការងារហ្នឹងវាត្រូវប្រស័យតទៅជាមួយនឹងមនុស្សជុំវិញដូចជាភ្ញៀវឧទាហរណ៍ជាក់ស្ដែងតទៅជាមួយនឹងការងារនៅរដ្ឋផ្ទៃការទីក្រុងម៉ែមានជាប្រភេទវិទ្យា attendant ការងារប្រចាំថ្ងៃរបស់គាត់គឺជាមួយនឹងភ្ញៀវតែម្ដងព្រោះជាកន្លែងកម្សាន្តអញ្ចឹងវាទាមទារការប្រស័យតទៅក៏ដូចជាប្រតិសេវាកម្មជូនភ្ញៀវអញ្ចឹងបើសិនជាយើងអត់ចេះភាសាអង់គ្លេសទេគឺពិបាកក្នុងការធ្វើការងារនៅខាងហ្នឹងតែម្ដងលុះត្រាតែអ្នកទាំងអស់គ្នាឧទាហរណ៍តែឥឡូវយើងចេះតិចតួចអញ្ចឹងយើងតាំងចិត្តថាបន្ទាប់ពីយើងដាក់ពាក្យ EBSV ហើយយើងនឹងពង្រឹងទៅលើភាសារបស់យើងក្នុងរយៈពេលចន្លោះនៃការរក្សាសម EBSV ហ្នឹងយើងដឹងតែយើងអាចប្រើប្រាស់ភាសាអង់គ្លេសបានហើយហ្នឹងអត់អីទេដល់នេះអាចដាក់តទៅជាមួយនឹងការងារទៅខាងអូតា resort នឹងបានតែបើសិនជាអត់ច្បាស់ទេតែតោះនេះអាចរើសទៅជាមួយនឹងការងារប្រភេទរោងចក្រចំណីអាហារវិញជាប្រភេទ workshop អីចឹងទៅព្រោះតែការងារទាំងអស់ហ្នឹងសង្កត់ថាយើងធ្វើការងារ workshop ទៅអីវាអត់សូវប្រស័យទៅជាមួយនឹងមនុស្សអញ្ចឹងវាអត់ប្របាសម្រាប់អ្នកទាំងគ្នាទេប៉ុន្តែរឿងភាសានេះខ្ញុំតែងតែសង្កត់ធ្ងន់គ្រប់បេក្ខជនទាំងអស់ទាំងអ្នកដែលគាត់ចេះទីទួចក្តីអ្នកដែលគាត់មិនចេះក្តីគួរតែពង្រឹងទៅលើភាសាហ្នឹងឲ្យបានកាន់តែច្រើនកាន់តែល្អដោយសារតកតងជាមួយនឹងប្រទេសដែលយើងទៅជាប្រទេសមួយដែលគេប្រើប្រាស់ភាសាអង់គ្លេសជាភាសាគោលជាភាសាផ្លូវការអញ្ចឹងធ្វើអីគ្រប់បែបយ៉ាងទាំងអស់សុទ្ធតែជាភាសាអង់គ្លេសអញ្ចឹងដល់ពេលដែលយើងចេះគឺមានភាពងាយស្រួលទាំងការរស់នៅទាំងការចាត់ចែងកូនចៅរៀនសូត្រជាពិសេសវាជាឱកាសមួយដែលអាចអនុញ្ញាតឲ្យអ្នកទាំងគ្នាអាចទៅធ្វើការងារការថាជំនាញក្តីឬក៏ការងារដែលមានប្រាក់ខែច្រើនបើសិនជាអ្នកទាំងគ្នាអត់ចេះភាសាទេគឺមានភាពលំបាកបន្ទាប់ពីអ្នកទាំងគ្នាចាប់កុងត្រាឬក៏អ្នកទាំងគ្នាចង់ការតាមផ្លាស់ប្ដូរទៅកន្លែងផ្សេងគឺមានភាពលំបាកហើយមួយទៀតនៅពេលអ្នកទាំងគ្នាចង់ប្រឡងយុទ្ធសញ្ជាតិអាមេរិកគឺមានភាពលំបាកតែម្ដងព្រោះការប្រឡងវាទាមទារឲ្យអ្នកទាំងគ្នាធ្វើតេស្តតម្រូវអ្នកទាំងគ្នាចេះភាសាអញ្ចឹងបើសិនអត់ចេះទេអ្នកទាំងគ្នាត្រូវកាន់បណ្ណបៃតងនឹងជារៀងរហូតអញ្ចឹងរឿងភាសានេះអ្នកទាំងអស់គ្នាគួរពិចារណាក្នុងការត្រៀមខ្លួនបើសិនជាអ្នកទាំងគ្នាមានបំណងក្នុងការសាកសមទៅរស់អាមេរិកទាំងគ្រួសារ